Most of us aren't even aware of the UK logistics industry, yet it's one of the most successful sectors in UK business. Logistics affects nearly every aspect of our daily lives. It's quite literally all around us, all the time. ក៏ប៉ុន្តែមានចំណុចជាច្រើនដែលខ្ញុំមើលឃើញថាវាមិនមានភាពប្រក្រតីហើយវាគឺជាអ្វីដែលយើងចាញ់ប្រៀបគេក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិខ្ញុំលើកឧទាហរណ៍ទូចមួយនៅពេលដែលយើងទិញពីគេសាក់សួរគ្រប់សឹងថាគ្រប់គ្នាគ្រប់ក្រុមហ៊ុនទិញតំណែងពីចិនក្តីពីណាក្តីតាមអនឡាញតាក់ទងតាមអនឡាញប៉ុន្តែអ្វីដែលគេទាមទារបំផុតគឺឲ្យយើងធីលុយឲ្យគេមុនរហូតច្រើនបំផុតសឹងថា 90% គ្រាន់តែចរចាត្រូវភ្លាមណាតថ្លៃត្រូវភ្លាមអីត្រូវភ្លាមទាមទារឲ្យយើងធីលុយឲ្យគេអស់លីងយ៉ាងហោចណាស់ក៏ឲ្យយើងកក់ 30% ប៉ុន្តែសម្រាប់កក់ 30% សម្រាប់តំណែងដែលយើងកំងពីរោងចក្រវាមិនមែនជាការតខុសអីទេណាបើយើងមិនកក់ឲ្យគេអាហ្នឹងមកហៅថាតខុសដោយសារអីគេក៏មិនទុកចិត្តយើងដូចគ្នាប៉ុន្តែអ្វីដែលតខុសតំណែងដែលមិនមែនជាតំណែងត្រូវការរយៈពេលផលិតតំណែងដែលនៅក្នុងឃ្លាំងស្រាប់តំណែងដែលអាច supply ឲ្យយើងបានភ្លាមក៏ប៉ុន្តែទាមទារឲ្យយើងបង់លុយមុនទាំងយើងមិនដែលឃើញគេយើងមិនដែលស្គាល់ក្រុមហ៊ុនហ្នឹងនៅណាយើងជួបគ្នាតែនៅលើពពកតែប៉ុណ្្នឹងឯងយើងអត់ដឹងហាងជាក់ស្ដែងរបស់គេនៅកន្លែងណាទេនៅលើដីអ្វីដែលយើងជជែកជាមួយគេគឺនៅលើពពកទាំងអស់ហាងរបស់គេនៅលើពពកណាប៉ុន្តែយើងបែរទៅជាហ៊ានបង់លុយឲ្យគេមុនរាប់ម៉ឺនយើងសាកគិតពិចារណាមើលតើហានិភ័យវាខ្ពស់ប៉ុណ្ណាហើយមានអ្នកចាញ់បោកគេច្រើនណាខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងមានអ្នកចាញ់បោកគេច្រើនអ្នកដែលមករៀនជាមួយខ្ញុំក៏ខ្ញុំសួរខ្ញុំច្រើនដែរណាហើយមិនតិចទេណាខ្លះ 4-5 ម៉ឺនខ្លះ 7 ម៉ឺនអីណានេះគឺជាអ្វីដែលខ្ញុំចង់ឆ្លុះបញ្ចាំងពីតម្រូវការ